បងប្អូនហូបខ្វៃមួយខ្ញុំមកញ៉ាំខ្វៃពេលព្រឹកកុំភ្លេចកាហ្វេខ្ញីខ្មៅកុំភ្លេចកាហ្វេខ្ញីខ្មៅទឹកកាហ្វេខ្ញីខ្មៅដើម្បីសុខភាពកាហ្វេខ្ញីខ្មៅព្រលឹមឡើងកាហ្វេខ្ញីខ្មៅបងប្អូនមួយណាបងប្អូនញ៉ាំកាហ្វេខ្ញីខ្មៅចាព្រលឹមឡើងមិនភ្លេចទេមួយកញ្ចប់អាហារពេលព្រឹកពេលព្រឹកជាមួយខ្ញុំចាឈ្ងុយណាស់ហើយមិនបាច់ដាក់ស្ករដែរទេបងមើលបងប្អូនណែខាប់ល្អណាស់ចានេះអានេះដាក់ចាប់នេះដាក់ទឹកក្លុកនេះហើយវាចាប់នេះគឺដោះគោចាជំនួយឆ្អឹងដោះគោวันนี้សម្រាប់នៅប្រុសចាដាក់ទឹកត្រជាក់ក្លុកជូរអែមនេះកាហ្វេចាមកហៅខ្វេមួយខ្ញុំឈ្ងុយណាបងប្អូនឈ្ងុយមែនតើក្តៅពេកញ៉ាំអត់ទាន់បានចាំឲ្យត្រជាក់តិចសិនបងប្អូនញ៉ាំអាហារពេលព្រឹកនៅឥឡូវខ្ញុំញ៉ាំកាហ្វេហើយខ្ញុំញ៉ាំអាហារពេលព្រឹកហើយឥឡូវខ្ញុំញ៉ាំកាហ្វេឈ្ងុយណាឈ្ងុយពេលក្តៅពេកចាំត្រជាក់ខ្ញុំញ៉ាំព្រោះឲ្យក្តៅមិនជឿញ៉ាំកាហ្វេទាំងអស់គ្នាបងម៉ែអ៊ំទាំងក្នុងប្រទេសក្រៅប្រទេសមកញ៉ាំអាហារពេលព្រឹកញ៉ាំអាហារហើយកុំភ្លេចកាហ្វេខ្ញីខ្មៅដើម្បីសុខភាពចានេះគ្រាប់ខ្ញីខ្មៅញ៉ាំកាហ្វេហើយខ្ញុំដាក់គ្រាប់ខ្ញីខ្មៅដល់ក្នុងមកដបវា50គ្រាប់ចាបើគីឡូ50ផឹក3អាងាយ2បើគីឡូ60ផឹក3អាងាយ3បើគីឡូ80ផឹក4អាងាយ4គីឡូ70ផឹក3ឬមួយផឹក4អាងាយ3ក៏បានដែរមកប្រមាណមុខទាំងអស់គឺអានេះល្អជាងគេចាគ្រាប់ខ្ញីខ្មៅត្រូវគិះត្រូវបកហើយគិះស្បូនគិះលាន់អីស្បូនលាន់អីហ្នឹងចានេះគឺទៅសំខាន់ណាស់ល្អជាងគេកាហ្វេហើយគឺអាហ្នឹងចាជំរាបលាអរគុណច្រើនបងម៉ែដែលជួយគ្រប់គ្រងកាហ្វេខ្ញីខ្មៅចាអរគុណច្រើនគុណ